ថ្ងៃទី12ខែមករាទទួលស្គាល់ដែនកំណត់របស់យើងការយើងបានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញានោះយើងបានយល់ពីការដែលព្រះថាមនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការដែលកើតមាននៅក្រោមថ្ងៃមិនបាននៅក្នុងព្រះគម្ពីរសាស្តាចំពុក8ខ16ដល់ខ17យើងរាល់គ្នាសុទ្ធតែចង់បានចម្លើយយើងស្រេកឃ្លានចង់បានភាពច្បាស់លាស់ក្នុងជីវិតដែលមានភាពមិនច្បាស់លាស់គ្មានទីបញ្ចប់ហើយជាពិសេសនៅពេលដែលយើងមានអារម្មណ៍ថាលោកីឬកលៈទេសៈរបស់យើងមានភាពវឹកវរចូលយើងគ្រាន់តែគិតអំពីអ្នកជំនាញទាំងអស់ដែលយើងបានស្វែងរកការណែនាំពីពួកគេដែលមានដូចជាអ្នកជំនាញផ្នែកសុខាភិបាលអ្នកជំនាញខាងសង្គមអ្នកជំនាញផ្នែកនយោបាយលក្ខណៈប៉ុន្តែទោះសម័យកាលរបស់យើងមានចំនួនអ្នកជំនាញច្រើនជាងសម័យមុនក៏ដោយក៏ដំណើរស្វែងរកភាពច្បាស់លាស់នៅតែមិនខុសពីសម័យមុនទេក្នុងសម័យណាក៏ដោយមនុស្សជាតិបានស្វែងរកគំរូឬហេតុផលដើម្បីឲ្យពួកគេអាចយល់អំពីព្រឹត្តិការណ៍ធំៗក្នុងប្រវត្តិសាស្ត្រនិងរឿងដែលបានកើតឡើងក្នុងជីវិតរបស់ពួកគេកាន់គម្ពីរសាស្តាបានចែងអំពីការស្វែងរកភាពច្បាស់លាស់នៅសម័យបុរាណអ្នកនិពន្ធនៃកាន់គម្ពីរសាស្តាបានចែកចាយដល់យើងអំពីការដែលគាត់ព្យាយាមយល់គ្រប់ទាំងអស់ដែលកើតមាននៅក្រៅមេឃដោយផ្ចង់ចិត្តឲ្យបានស្គាល់ប្រាជ្ញាព្រមទាំងសេចក្តីជំគួតនិងសេចក្តីប្រេះផ្ដាស់នៅក្នុងព្រះគម្ពីរសាស្តាជំពូក1ខ13និងខ17តែនៅទីបញ្ចប់គាត់បានសន្និដ្ឋានថាមនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការដែលកើតមាននៅក្រោមថ្ងៃមិនបានមនុស្សភាគច្រើនអាចធ្វើការសន្និដ្ឋានយ៉ាងងាយស្រួលថាយើងរាល់គ្នាសុទ្ធតែត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីរស់នៅនិងសង្កេតមើលលោកីនៅជុំវិញយើងអាចឆ្លើយតបចំពោះសេចក្តីពិតនេះដោយប្រាជ្ញាដោយការបន្ទាបខ្លួនយើងហើយរស់នៅដោយពន្លឺនៃព្រះបន្ទូលព្រះអាចនិយាយម្យ៉ាងទៀតថាយើងទទួលស្គាល់ថាព្រះទ្រង់មិនអនុញ្ញាតឲ្យយើងដឹងអំពីអ្វីគ្រប់យ៉ាងដែលយើងចង់ដឹងតែព្រះអង្គបានប្រទានអ្វីដែលយើងត្រូវការបន្ទាបខ្លួនពិតប្រាកដគឺជាការទទួលស្គាល់និងថែមទាំងអោបក្រសោបយកដែនកំណត់នេះបើយើងត្រូវមើលទៅសកម្មភាពនិងគោលបំណងទាំងអស់របស់ព្រះអង្គឲ្យបាន 100% នោះគឺមិនខុសពីការសម្លឹងមើលព្រះអាទិត្យឲ្យចំដោយភ្នែកទទេនោះឡើយពន្លឺសម្រាប់ឲ្យយើងរស់នៅតាមបានបើកបង្ហាញនៅក្នុងព្រះគម្ពីរបេបហើយព្រះបន្ទូលព្រះបំភ្លឺផ្លូវរបស់យើងការបើកសម្ដែងព្រះបន្ទូលទ្រង់នោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់នៅក្នុងព្រះគម្ពីរទូលដំកើងជំពូក119ខ130ពន្លឺនោះអាចនឹងមិនបំភ្លឺបរិវេណជុំវិញយើងតែប្រកាសជាបំភ្លឺផ្លូវនៅពីមុខយើងប្រសិនបើយើងដើរដោយយកចិត្តទុកដាក់នឹងការស្ដាប់បង្គាប់ជាជាងធ្វើឲ្យខ្លួនយើងរវល់នឹងអ្វីដែលមិនអាចយល់បានយើងចាំបាច់ត្រូវចូលទៅរកព្រះគម្ពីរប៊ីបដោយការបន្ទាបខ្លួនដោយចិត្តរំពឹងនិងភាពខ្ជាប់ខ្ជួនដើម្បីឲ្យយើងអាចរកឃើញពន្លឺដែលព្រះគម្ពីរផ្ដល់ឲ្យយើងមិនអាចយល់អំពីជីវិតបានទាំងស្រុងទេតែយើងអាចយល់អំពីវាបានគ្រប់គ្រាន់ហើយច្រៀងជាមួយលោក William Cowper ថានៅក្នុងជម្រៅនៃប្រាជ្ញាដែលយើងមិនអាចយល់បានព្រះអង្គបានរក្សាទុកផែនការដ៏រុងរឿងរបស់ទ្រង់ហើយធ្វើតាមបំណងព្រះハរតីដែលមានអំណាចគ្រប់គ្រងទាំងស្រុងទស្សនៈអំពីជីវិតនៅក្រោមកម្ដៅថ្ងៃដែលបានចែងក្នុងកាន់គម្ពីរសាស្តាជួយឲ្យយើងទុកចិត្តកាន់តែខ្លាំងថាបំណងព្រះតីទ្រង់នឹងនាំមកនៅសណ្ដាប់ធ្នាប់តាមពេលវេលានិងផ្លូវរបស់ទ្រង់គឺសណ្ដាប់ធ្នាប់នៅក្នុងការអ្វីដែលហាក់ដូចជាភ័ន្តច្រឡំព្រះអង្គនឹងប្រើកលៈទេសៈទាំងអស់របស់យើងដើម្បីសម្រេចបំណងព្រះតីដែលទ្រង់មានសម្រាប់មនុស្សទាំងអស់កាលជានិច្ចសម្រាប់ព្រះគម្ពីរសញ្ជឹងគិតនៅក្នុងព្រះគម្ពីរសាស្តាជំពូក8ចំណែកឯគម្រោងអានព្រះគម្ពីររយៈពេល1ឆ្នាំនៅក្នុងព្រះគម្ពីរលោកុបាតជំពូក29ដល់ជំពូក30និងនៅក្នុងព្រះគម្ពីររ៉ូមជំពូក10